កុមារលូតលាស់ប្រហែលពី6ទៅ7សង់ទីម៉ែត្រជារៀងរាល់ឆ្នាំនៅពេលនិយាយដល់ទម្ងន់គឺក្មេងឡើងទម្ងន់ប្រហែលពី2ទៅ3គីឡូក្រាមក្នុងមួយឆ្នាំរហូតដល់ពេលពេញវ័យនេះក៏ជាពេលដែលកុមារចាប់ផ្ដើមមានអារម្មណ៍អំពីរបៀបដែលពួកគេកំពុងរីកចម្រើនក្មេងស្រីខ្លះអាចព្រួយបារម្ភអំពីថាខ្លួនធំពេកជាពិសេសអ្នកដែលកំពុងលូតលាស់លឿនឯក្មេងប្រុសមានការព្រួយបារម្ភថាកម្ពស់ទាបពេកសូមព្យាយាមជួយកូនរបស់អ្នកឲ្យយល់ថារឿងសំខាន់គឺមិនមែនដើម្បីមើលរូបរាងទេប៉ុន្តែដើម្បីមានសុខភាពល្អកុមារមិនអាចផ្លាស់ប្ដូរហ្សែនដែលនឹងកំណត់ថាតើពួកគេនឹងមានកម្ពស់ប៉ុណ្ណាពេលពេញវ័យចាប់ផ្ដើមនោះទេប៉ុន្តែពួកគេអាចប្រើប្រាស់សក្តានុពលរបស់ពួកគេបានច្រើនបំផុតដែលបង្កើតទម្លាប់ទទួលទានអាហារដែលមានសុខភាពល្អនិងសកម្មរាងកាយគ្រូពេទ្យរបស់អ្នកនឹងធ្វើការវាស់វែងនៅពេលពិនិត្យជាប្រចាំបន្ទាប់មករៀបចំលទ្ធផលរបស់កូនអ្នកនៅលើតារាងកំណែនស្តង់ដារដើម្បីតាមដានតាមពេលវេលានិងប្រៀបធៀបជាមួយកុមារដទៃទៀតដែលមានអាយុនិងភេទដូចគ្នាជួយកូនរបស់អ្នកឲ្យធំធាត់គាំទ្រដោយអាហាររូបត្ថម្ភល្អការគេងឲ្យបានគ្រប់គ្រាន់និងការធ្វើលំហាត់ប្រាណទៀងទាត់គឺជាសូចនាករទូទៅដ៏ល្អបំផុតមួយនៃសុខភាពរបស់កុមារគំរូនៃការលូតលាស់របស់កូនអ្នកត្រូវបានកំណត់យ៉ាងទូលំទូលាយដោយហ្សែនការជំរុញកុមារឲ្យញ៉ាំអាហារបំប៉នបន្ថែមឬទទួលបានបរិមាណវីតាមីនសារធាតុរ៉ែឬសារធាតុចិញ្ចឹមផ្សេងទៀតនឹងមិនបង្កើនកម្ពស់របស់ពួកគេទេហើយអាចនាំឲ្យមានបញ្ហាទម្ងន់ភាពពេញវ័យឬការអភិវឌ្ឍផ្លូវភេទគឺជាពេលវេលានៃការផ្លាស់ប្ដូរយ៉ាងខ្លាំងសម្រាប់ទាំងក្មេងប្រុសនិងក្មេងស្រីអាយុនៃការផ្លាស់ប្ដូររាងកាយនៃភាពពេញវ័យជាធម្មតាចាប់ផ្ដើមប្រែប្រួលយ៉ាងទូលំទូលាយសម្រាប់ភេទទាំងពីរការផ្លាស់ប្ដូរដែលជំរុញដោយអរម៉ូនទាំងនេះត្រូវបានអមដោយការកើនឡើងនៃការលូតលាស់ដែលផ្លាស់ប្ដូរកុមារទៅជាក្មេងជំទិញដែលមានភាពចាស់ទុំនៃពេលរាងកាយរបស់ពួកគេមានការរីកចម្រើនការរីកធំឡើងនៃដងជាធម្មតាគឺជាសញ្ញាសម្គាល់ដំបូងនៃភាពពេញវ័យចំពោះក្មេងស្រីអាចចាប់ផ្ដើមបាននៅពេលណាក៏បានចន្លោះអាយុពី8ទៅ13ឆ្នាំពេលដែលក្មេងស្រីឈានដល់វ័យពេញវ័យដើមទ្រូងចាប់ផ្ដើមលូតលាស់ហើយត្រគាកคล้ายជាមូលការកើនឡើងនៃអត្រាកំណើនកម្ពស់ចាប់ផ្ដើមរោមប្រដាប់ភេទចាប់ផ្ដើមលេចឡើងជាធម្មតាពី6ដល់12ខែបន្ទាប់ពីការចាប់ផ្ដើមនៃការលូតលាស់សុដុនប្រហែល 15% នៃក្មេងស្រីនឹងបង្កើតរោមប្រដាប់ភេទមុនពេលការលូតលាស់សុដុនចាប់ផ្ដើមស្បូននិងទ្វារមេសក៏ដូចជា clitorisis មានទំហំកើនឡើងហើយការមករដូវចាប់ផ្ដើមនៅពេលដែលក្មេងស្រីមករដូវពួកគេជាធម្មតាលូតលាស់ប្រហែលពី2ទៅ5សង់ទីម៉ែត្រឈានដល់កម្ពស់ពេញវ័យចុងក្រោយរបស់ពួកគេในអាយុប្រហែលពី14ឬ15ឆ្នាំលក្ខណៈពិសេសផ្សេងទៀតនៃភាពពេញវ័យចំពោះក្មេងប្រុសភាគច្រើនបង្ហាញពីការផ្លាស់ប្ដូររាងកាយដំបូងនៃភាពពេញវ័យនៅចន្លោះអាយុពី10ទៅ16ឆ្នាំហើយលូតលាស់លឿនបំផុតនៅចន្លោះអាយុពី12ទៅ15ឆ្នាំការលូតលាស់របស់ក្មេងប្រុសជាមធ្យមគឺប្រហែល2ឆ្នាំក្រោយជាងក្មេងស្រីនៅអាយុ16ឆ្នាំក្មេងប្រុសភាគច្រើនឈប់លូតលាស់ប៉ុន្តែសាច់ដុំរបស់ពួកគេនឹងបន្តអភិវឌ្ឍមានលក្ខណៈពិសេសផ្សេងទៀតនៃភាពពេញវ័យចំពោះក្មេងប្រុសរួមមានលីងនិងប៉ងស្វាកើនទំហំរោមប្រដាប់ភេទលេចចេញជាបន្តបន្ទាប់សំឡេងកាន់តែធ្ងន់ហើយជួនកាលអាចបែកប៉ងស្វាចាប់ផ្ដើមផលិតមេជីវិតឈ្មោលអ្នកប្រហែលជាបារម្ភប្រសិនបើកូនរបស់អ្នកមិនខ្ពស់ដោយក្មេងដទៃទៀតប៉ុន្តែសំណួរសំខាន់ជាងនេះគឺថាតើកូនរបស់អ្នកកំពុងបន្តលូតលាស់ក្នុងអត្រាធម្មតាឬអត់ប្រសិនបើវេជ្ជបណ្ឌិតរបស់អ្នករកឃើញបញ្ហាដូចជាអត្រាកំណើនធម្មតាប៉ុន្តែថ្មីនេះបានថយចុះគាត់អាចតាមដានកែលូតលាស់យ៉ាងប្រុងប្រយ័ត្នក្នុងរយៈពេលជាច្រើនខែដើម្បីមើលថាតើគំរូបង្ហាញពីបញ្ហាសុខភាពដែលអាចកើតមានឬគ្រាន់តែជាការប្រែប្រួលនៃធម្មតាប្រសិនបើរកឃើញថាកូនរបស់អ្នកកំពុងលូតលាស់ឬលូតលាស់យឺតពេកគ្រូពេទ្យអាចបញ្ជាឲ្យធ្វើតេស្តដើម្បីពិនិត្យស្ថានភាពសុខភាពដូចជាកង្វះអរម៉ូនលូតលាស់ឬអ្វីផ្សេងទៀតដែលអាចប៉ះពាល់ដល់ការលូតលាស់ប្រសិនបើអ្នកមានការព្រួយបារម្ភអំពីការលូតលាស់ឬការអភិវឌ្ឍរបស់កូនអ្នកសូមពិភាក្សាជាមួយវេជ្ជបណ្ឌិតរបស់អ្នកសូមអរគុណ